មកព្រះវិហារបើសិនជាចង់ហូបផ្លែឈើស្រស់ៗចាគឺកុំភ្លេចមកប្រយុទ្ធនៅប្រយុទ្ធនេះនិយាយពីថាផ្លែឈើនេះគឺសម្បូរបែបអ្វីដែលសំខាន់គឺផ្លែឈើនេះគឺដាំនៅក្នុងខេត្តព្រះវិហារតែម្ដងផ្លែឈើគឺថ្មីស្រស់សម្បីតែល្មុតតបែកបត្រាលហុងចេកនេះគឺដាំដោយអ្នកចំការនៅនឹងប្រយុទ្ធនេះផ្ទាល់តែម្ដងដោយសារតែខ្ញុំសាកសួរអ្នកលក់ទៅគាត់ថាផ្លែឈើទាំងអស់នេះគឺសិតតែផ្លែឈើនៅក្នុងខេត្តយើងទេអត់មានផ្លែឈើនាំចូលនាំចេញមកពីណាទេគឺផ្លែឈើដាំនៅខេត្តព្រះវិហារនៅនឹងភូមិប្រយុទ្ធនេះផ្ទាល់តែម្ដងឲ្យតែខ្ញុំមកខេត្តព្រះវិហារបើសិនជាចង់ហូបផ្លែឈើគឺខ្ញុំតែងតែមកទិញនឹងប្រយុទ្ធគ្រប់ពេលតែម្ដងព្រោះនៅនឹងនេះគឺមានផ្លែឈើសម្បូរបែបឲ្យយើងជ្រើសរើសបើនិយាយពីថាតម្លៃគឺសមរម្យមិនថ្លៃពេកក៏មិនថោកពេកទេល្មមមកខេត្តថ្ងៃនេះគឺមកប្រយុទ្ធនេះមកលេងបងប្អូនផងក៏ឃើញផ្លែឈើថ្មីស្រស់ល្អក៏ឈប់ទិញបើនិយាយពីថារឿងអ្នកលក់គឺលក់តាមផ្លូវរៀងតែម្ដងមកខែនេះគឺមិនសូវសម្បូរផ្លែឈើហូបទេថាមករដូវទុរេននិយាយពីថាអូផ្លែឈើសម្បូរបែបផ្លែសាម៉ាវផ្លែមៀនអញ្ចឹងណាមករដូវផ្លែទុរេននិយាយពីផ្លែឈើសម្បូរបែបតែខែនេះគឺអត់សូវមានទេបើថាមករដូវផ្លែទុរេនណានិយាយពីថាតាមផ្លូវស្អាតមើលទៅក៏ហមច្រាល់បើថារដូវភ្ញៀវនឹងសៅម៉ៅនិយាយពីថាអូយឡើងមកហើយគឺឃើញភ្លាមគឺអត់ចង់រំលងតែម្ដងចង់ទៅទិញតែម្ដងព្រោះដោយសារទី1គឺការរៀបចំរបស់គេគឺស្អាតទាក់ទាញគ្រាន់តែឃើញភ្លាមទោះបីមិនឃ្លានក៏នៅតែចង់ចុះមកទិញដែរទៅផ្ទះវិញគឺអត់មានអីផ្ញើយាយទេមានតែទិញផ្លែឈើផ្លែល្មុតនេះយកទៅផ្ញើយាយព្រោះយាយខ្ញុំផ្លែឈើដូចជាតបែកដូចជាអីគាត់ហូបអត់បែកទេគឺខ្ញុំទិញតែរបស់ទាន់ទិញផ្លែល្មុតនិងផ្លែល្ហុងហើយបើម៉ែខ្ញុំនេះគឺចូលចិត្តខ្លាំងគឺក្រាបចន្ទីតែម្ដងតើណាក៏ដោយគឺមិនដែលរំលងទេក្រាបចន្ទីឲ្យតែឃើញគឺទិញរហូតដោយសារគាត់ចូលចិត្តហូបហើយដល់មួយក្រាបចន្ទីនេះហូបទៅវាជំនួយច្រើនសម្រាប់មនុស្សចាស់មកប្រយុទ្ធថ្ងៃនេះគឺបានផ្លែឈើតិចតួចយកទៅផ្ទះវិញនិយាយថាឃើញខ្វះក៏ប៉ុន្តែដោយសារតែថវិកាយើងមានកំណត់យើងទិញបានតិចតួចចឹងណាបន្ទាប់ពីទិញផ្លែឈើផ្លែអីរួចក៏ចាប់ផ្ដើមជូនឪនិងម៉ែមកហូបអីសិនព្រោះតាំងពីព្រឹករហូតដល់ថ្ងៃត្រង់នេះគឺអត់ទាន់បានហូបអីទេមុខម្ហូបដែលខ្ញុំមិនដែលចូលគឺបុកល្ហុងឲ្យទៅចូលកន្លែងណាដែលមានបុកល្ហុងគឺមិនដែលចូលទេរឿងបុកល្ហុងចូលចិត្តយ៉ាងណាថាចូលចិត្តចូលចិត្តបុកល្ហុងហូបមិនចេះធុញប៉ុន្តែឥឡូវនេះគឺខ្ញុំកាត់បន្ថយច្រើនរឿងបុកល្ហុងខ្ញុំមិនសូវជាហូបញឹកញាប់ទេដោយសារតែហូបច្រើនពេកក៏វាមិនល្អដល់សុខភាពចឹងណាអស់បុកល្ហុងហើយខ្ញុំក៏ចាប់ផ្ដើមកំងស៊ុបមួយឆ្នាំងដោយសារតែឪគាត់មិនសូវបានហូបចងាញ់ទេនៅទីស្រែចកាអញ្ចឹងមកទីរួមខេត្តថ្ងៃនេះក៏កំងរបស់ចងាញ់ឲ្យឪហូបម្ដងខ្ញុំនិងម៉ែនេះដើររហូតអញ្ចឹងហើយបានហូបទៅរហូតទេតែបើសម្រាប់ឪខ្ញុំនេះគឺមិនសូវបានហូបទេដោយសារតែឪមិនសូវបានដើរអញ្ចឹងណាមានថានៅផ្ទះមិនដែលទិញឲ្យកាត់ហូបទេគឺទិញឲ្យហូបរហូតគ្រាន់តែថាឪក៏អត់សូវបានដើរអត់សូវបានចេញដើរចេញអីណាក៏នាំឪមកហូបថ្ងៃនេះឲ្យចងាញ់មិតម្ដង